ជំរាបសួរបងប្អូនគ្នាអរគុណព្រះថ្ងៃនេះអ្នកគ្រូមានកិច្ចការថ្នាក់ទី3ចាថ្ងៃនេះអ្នកគ្រូមានមេរៀនគណិតវិទ្យាមេរៀនទី6មាននឹងចំណុះចាអញ្ចឹងលំហាត់របស់យើងថ្ងៃនេះចូលបង្ហាញទំនាក់ទំនងរវាងលីត្រនិងមីលីលីត្រចាអញ្ចឹងអក្សរនៅក្នុងអបក្រហមនេះគឺជាចំណុចដែលយើងកត់សម្គាល់ឬកត់ចំណាំទាំងអស់គ្នាចាលីត្រជាឯកតាចំណុះតាមដោយអក្សរឡូចាយើងសេជាអក្សរខ្មែរអក្សរឡូឬអក្សរ L មីលីលីត្រចាមីលីលីត្រជាឯកតាចំណុះតាមដោយអក្សរម៉ូឡូឬអក្សរ ml ចាអញ្ចឹងយើងសេតាំងជាអក្សរខ្មែរជាអក្សរម៉ូឡូទៅអញ្ចឹងកូនមកមើលលំហាត់ជាមួយអ្នកគ្រូមាន5លំហាត់កចាលំហាត់ក5លីត្រគេសួរថាតើ5លីត្រយើងបំបែកទៅជាមីលីលីត្របានប៉ុន្មានចាអញ្ចឹងអ្នកគ្រូមានលំហាត់កខគគងអញ្ចឹងអ្នកគ្រូលើកយកលំហាត់ទី1សិនដើម្បីភាពងាយស្រួលយើងត្រូវបំបែកទៅតាមតារាងຂະຫນາດលីត្រចាអញ្ចឹងកន្លែងនេះគឺជាតារាងបំបែកចាចំណុះកន្លងទី1នេះគឺជាកន្លងលីត្រចាលីត្រយើងសេអក្សរកាត់អក្សរ L ហើយយើងទៅសេអក្សរខ្មែរអក្សរឡូកន្លងទី2គឺជាកន្លងដេស៊ីលីត្រចាដេស៊ីលីត្រយើងតាមដល់អក្សរ D L អក្សរខ្មែរដឡូហើយកន្លងទី3គឺកន្លងសង់ទីលីត្រយើងសេកាត់អក្សរ CL ហើយនឹងអក្សរខ្មែរយើងសេសឡូចាកន្លងទី4គឺមីលីលីត្រចាកន្លងមីលីលីត្រគឺយើងសេអក្សរml ហើយអក្សរកាត់ម៉ូឡូចាអញ្ចឹងឥឡូវយើងនឹងយកលំហាត់របស់យើងមកបំបែកក្នុងតារាងហ្នឹងអញ្ចឹងឥឡូវយើងមើល5លីត្រចាអញ្ចឹង5លីត្រយើងបំបែកទៅដល់មីលីលីត្រអញ្ចឹងយើងយកលេខ5ហ្នឹងមកដាក់នៅខ្ទង់លីត្របន្ទាប់មកយើងត្រូវថែម0រហូតដល់ចាមីលីលីត្រអញ្ចឹងយើងថែម0ខ្ទង់ដេស៊ីលីត្រចាយើងថែមខ្ទង់សង់ទីលីត្រហើយចុងក្រោយយើងថែម0ខ្ទង់មីលីលីត្រចាអញ្ចឹងយើងបំបែកពីលីត្រទៅមីលីលីត្រអញ្ចឹងឥឡូវយើងបានឃើញចម្លើយហើយចា5000មីលីលីត្រអញ្ចឹង5លីត្រស្មើនឹង5000មីលីលីត្រចាយើងសេចម្លើយមកចាអញ្ចឹងកាលណាយើងបំបែកពីចាពីធំទៅតូចគឺយើងសរសេរ0មកទាំងអស់ចាថាសរសេរចូលទាំងអស់ឥឡូវយើងបានលំហាត់កហើយយើងទៅលំហាត់ខចាអញ្ចឹងលំហាត់ខ10លីត្រគេសួរថា10លីត្រយើងបំបែកទៅមីលីលីត្រតើបានប៉ុន្មានចាអញ្ចឹងកូនមើល10លីត្រអញ្ចឹង10លីត្រយើងមើលលេខ0គឺនៅក្បែរពាក្យថាលីត្រចាអញ្ចឹងនៅក្នុងមួយប្រឡោះនេះគឺយើងដាក់បានតែមួយលេខទេអញ្ចឹងយើងមើលថាលេខណានៅក្បែរលីត្រគឺលេខ0អញ្ចឹងកូនសរសេរលេខ0មកចាយើងសរសេរលេខ0មកបន្ទាប់មកលេខ1គឺយើងត្រូវចាយើងត្រូវវាដាក់វាមកខាងក្រៅចាខាងក្រៅចាបន្ទាប់មកយើងចាប់ដើមថែម0រហូតដល់មីលីលីត្រចាអញ្ចឹងឥឡូវ0យើងថែមកន្លែងប្លុកដេស៊ីលីត្រយើងថែមប្លុកសង់ទីលីត្រហើយយើងថែមរហូតដល់ប្លុកមីលីលីត្រដោយសារតែគេឲ្យយើងបំបែកដល់មីលីលីត្រចាឥឡូវយើងបានហើយចា10លីត្រគឺស្មើនឹង10000មីលីលីត្រចាអញ្ចឹងយើងអាចសេចម្លើយមកចា10លីត្រស្មើនឹង10000មីលីលីត្រឥឡូវយើងបានលំហាត់ខហើយឥឡូវយើងត្រឡប់ទៅលំហាត់គោតើ3000មីលីលីត្រហ្នឹងគឺស្មើនឹងប្រមាណលីត្រអញ្ចឹងកន្លែងនេះគឺយើងបំបែកពីតូចទៅធំអញ្ចឹងឥឡូវកូនមើលចាលេខដែលនៅក្បែរមីលីលីត្រគឺលេខ0មែនទេចាអញ្ចឹងយើងយក0មកដាក់កន្លែងមីលីលីត្រមកចាបន្ទាប់មកយើងយក0បន្ទាប់ចាដាក់ចាសង់ទីលីត្រចាខ្ទង់សង់ទីលីត្រចាបន្ទាប់មកយើងយក0បន្តទៀតដាក់នៅខ្ទង់ដេស៊ីលីត្របន្ទាប់មកទៀតចាលេខ3អញ្ចឹងលេខ3នេះគឺយើងដាក់នៅកន្លែងខ្ទង់លីត្រចាហើយកូនត្រូវចាំថាកាលណាយើងបំបែកពីតូចទៅធំគឺយើងត្រូវកាត់វាចាអញ្ចឹងយើងបានចម្លើយគឺចា3000មីលីលីត្រចាបំបែកទៅលីត្រគឺយើងបាន3លីត្រអញ្ចឹងកាលណាយើងបំបែកពីតូចទៅធំយើងអត់ចាំបាច់សរសេរលេខ0ចូលមកក្នុងចម្លើយទេគឺយើងដាក់ចម្លើយនៅខាងមុខវាចាអញ្ចឹងចម្លើយនៅខាងមុខវារបស់យើងគឺ3ចា3លីត្រយើងសេលេខ3មកចាអញ្ចឹងយើងបានចម្លើយហើយគឺ3000មីលីលីត្រគឺស្មើនឹង3លីត្រចាបន្តទៀតលំហាត់ខ4000មីលីលីត្រចា4000មីលីលីត្របំបែកទៅជាលីត្របានប្រមាណអញ្ចឹងយើងដូចគ្នាយើងធ្វើដូចគ្នាយើងមើលលេខ0នៅក្បែរមីលីលីត្រអញ្ចឹងយើងដាក់មក0ចាបន្តមកទៀតចា0បន្ទាប់នេះយើងដាក់ខ្ទង់បន្ទាប់ទៀតមកចាហើយយើងយក0បន្ទាប់នេះមកដាក់ខ្ទង់បន្ទាប់ទៀតលេខ4ចាលេខ4ចុងក្រោយគឺយើងដាក់នៅខ្ទង់លីត្រចា
ចឹង 4000 ml គឺស្មើនឹងប្រមាណកូនចាអញ្ចឹងគឺយើងត្រូវកាត់ក្បៀចាកាត់ក្បៀហើយយើងយកចម្លើយតែខាងមុខក្បៀបានហើយអញ្ចឹង 4000 ml បំបែកទៅជាលីត្រគឺបាន4លីត្រអញ្ចឹងយើងសេចម្លើយមក4លីត្រចាអញ្ចឹងលំហាត់ចុងក្រោយលំហាត់ងចាលំហាត់ងចា10000 ml ចា10000 ml បំបែកទៅជាលីត្រតើបានប៉ុន្មានអញ្ចឹងយើងធ្វើដូចគ្នាយើងមើលលេខ0នៅក្បែរបានមីលីលីត្រអញ្ចឹងយើងដាក់លេខ0មុនចាបំបែកពីតូចទៅធំបន្តទៀតចា0យើងដាក់ខ្ទង់បន្តទៀតមកសង់ទីលីត្រចាហើយ0បន្តទៀតយើងដាក់ចាដេចាដេកាលីត្រចាហើយ0បន្តទៀតយើងដាក់នៅខ្ទង់លីត្របន្តទៀតយើងត្រូវចានៅសល់លេខ1គឺយើងត្រូវដាក់នៅខាងក្រៅដោយសារតែមួយប្រឡោះដាក់បានតែមួយលេខទេអញ្ចឹងយើងរុញលេខ1មកខាងក្រៅមកអញ្ចឹងឥឡូវយើងគេសួររកលីត្រមែនទេគេឲ្យយើងបាយដល់លីត្រអញ្ចឹងយើងត្រូវកាត់ក្បៀនៅខ្ទង់លីត្រចាអញ្ចឹងឥឡូវយើងបានចម្លើយហើយគឺ10000 មីលីលីត្រគឺស្មើនឹង10លីត្រចាស្អីចម្លើយមកចាបាន10លីត្រសង្ឃឹមថាកូនទាំងគ្នានឹងយល់លំហាត់ថ្ងៃនេះហើយទៅផ្ទះវិញមានលំហាត់ផ្សេងៗទៀតកូនអាចនឹងធ្វើតាមគំរូតារាងនៃលោកគ្រូបង្ហាញថ្ងៃនេះហើយជឿជាក់ថាកូននឹងកាន់តែច្បាស់សូមប្រាប់ទៀតបងប្អូនជម្រាបលា